ប្រសិនបើយើងមើលរឿងសាមកុកឆ្នាំ2010យើងនឹងឃើញភាពលេចធ្លោរបស់ស៊ឺម៉ាចាវដែលជាកូនប្រុសទី2របស់ស៊ឺម៉ាអ៊ីប៉ុន្តែផ្ទុយទៅវិញបើយើងមើលទៅលើរឿងឧបរាជស៊ឺម៉ាអ៊ីយើងនឹងឃើញភាពលេចធ្លោរបស់ស៊ឺម៉ាស៊ឺដែលជាកូនប្រុសច្បងទៅវិញថ្ងៃនេះខ្ញុំនឹងមកនិយាយអំពីប្រវត្តិមេទ័ពភ្នែកមួយស៊ឺម៉ាស៊ឺនៅក្នុងប្រវត្តិសាស្ត្រសម័យសាមកុកស៊ឺម៉ាស៊ឺគឺជាតួអង្គដ៏មានឥទ្ធិពលបំផុតមួយរូបដែលបានបន្តវេនពីឪពុករបស់គាត់គឺស៊ឺម៉ាអ៊ីដើម្បីពង្រឹងអំណាចត្រកូលស៊ឺម៉ានៅក្នុងនគរអ៊ុយស៊ឺម៉ាស៊ឺត្រូវបានគេស្គាល់ថាជាអ្នកដឹកនាំដែលមានភាពម៉ឺងម៉ាត់ឆ្លៀសវៃនិងមានចិត្តដាច់បើប្រៀបធៀបនឹងប្អូនប្រុសរបស់គាត់គឺស៊ឺម៉ាចាវលោកមានចរិតរស់រវើកជាងស៊ឺម៉ាស៊ឺមានចរិតស្ងប់ស្ងាត់និងគួរឲ្យកោតក្រែងលោកគឺជាអ្នកយុទ្ធសាស្ត្រដ៏ពូកែលោកគឺជាអ្នកនៅពីក្រោយការរៀបចំផែនការរដ្ឋប្រហារនៅឆ្នាំ249ដែលជួយឲ្យត្រកូលស៊ឺម៉ាគ្រប់គ្រងអំណាចទាំងស្រុងក្រោយពេលឪពុករបស់លោកស្លាប់ទៅលោកបានឡើងកាន់តំណែងជាមហាសេនាប្រមុខនិងគ្រប់គ្រងកិច្ចការនយោបាយនិងយោធាបានយ៉ាងល្អដោយអាចបង្ក្រាបការបះបោរនានាបានយ៉ាងជោគជ័យចំណុចដែលគេតែងតែលើកយកមកនិយាយបំផុតអំពីស៊ឺម៉ាស៊ឺគឺបញ្ហាភ្នែករបស់គាត់ដែលនាំឲ្យមានការឈឺចាប់យ៉ាងធ្ងន់ធ្ងរនិងជាមូលហេតុនៃការស្លាប់របស់គាត់ផងដែរស៊ឺម៉ាស៊ឺមានជំងឺដុំសាច់ឬដំបៅសាច់មួយនៅក្រោមភ្នែកខាងឆ្វេងក្នុងអំឡុងពេលការបះបោររបស់វ៉ាន់ឈិននិងវិនឈិនជំងឺភ្នែកនេះបានធ្វើទុក្ខគាត់យ៉ាងខ្លាំងយោងតាមកំណត់ត្រាប្រវត្តិសាស្ត្រគាត់បានសម្រេចចិត្តវះកាត់ដុំសាច់នោះចេញដើម្បីកុំឲ្យវាមានផលប៉ះពាល់ដល់ការដឹកនាំទ័ពទោះជាយ៉ាងណាក៏ដោយបច្ចេកទេសវិទ្យាសាស្ត្រសម័យនោះនៅមានកម្រិតដែលធ្វើឲ្យមុខរបួសមិនងាយជាសះស្បើយក្នុងពេលកំពុងធ្វើសង្គ្រាមពេលឮសូរសំឡេងស្រែកវាយលុករបស់សត្រូវគាត់មានការភ័យស្លន់ស្លោនិងខឹងសម្បារយ៉ាងខ្លាំងរហូតធ្វើឲ្យភ្នែករបស់គាត់លៀនចេញមកក្រៅដោយសារសម្ពាធឈាមនិងមុខរបួសដែលមិនទាន់ជាគាត់បានតស៊ូទ្រាំនឹងការឈឺចាប់នេះយ៉ាងខ្លាំងរហូតដល់បានស្លាប់ក្នុងពេលត្រឡប់មកវិញនៅឆ្នាំ255ផ្ទុយពីនៅក្នុងរឿងឧបរាជស៊ឺម៉ាអ៊ីពិការភាពភ្នែករបស់លោកគឺដោយសារបងថ្លៃរបស់លោកស៊ឺហៅសៀនជាអ្នកចាក់ទៅវិញប៉ុន្តែទោះបីជាស៊ឺម៉ាស៊ឺមានរូបរាងកាយដែលមានបញ្ហាភ្នែកនិងត្រូវស្លាប់ក្នុងភាពឈឺចាប់យ៉ាងណាក៏ដោយក៏គាត់ត្រូវបានគេចាត់ទុកថាជាគ្រឹះដ៏សំខាន់បំផុតដែលធ្វើឲ្យត្រកូលស៊ឺម៉ាអាចបង្កើតរាជវង្សចិនបាននៅពេលក្រោយមកស៊ឺម៉ាស៊ឺបានស្លាប់នៅក្នុងឆ្នាំ255នៃគ្រិស្តសករាជនៅក្នុងអាយុ47ឆ្នាំដោយសាររបួសភ្នែកធ្ងន់ធ្ងរពេកមិនអាចព្យាបាលបាន